មេក្តៅតិចអញ្ចឹងបើសិនជាយើងមានត្រីងៀតម្នាក់1គីឡូ2គីឡូទុកនៅផ្ទះគឺល្អមែនតើពេលណាដែលយើងចង់ញ៉ាំគឺញ៉ាំបានភ្លាមហ្មងជាពិសេសត្រូវជាមួយបបរសឬក៏បាយស្រូបទឹកអីគឺត្រូវមែនតើហើយត្រីនេះក៏ខ្ញុំមានជាត្រីផ្ទក់បងប្អូនអានេះខ្ញុំអត់យកធំពេកទេអានេះគឺរាងតូចមកល្មមទេហើយត្រីបងប្អូនអាចប្រើត្រីអណ្ដែងឬក៏ត្រីអីផ្សេងក៏បានដែរសម្រាប់ត្រីហ្នឹងគឺមានចំនួន1គីឡូតែ1គីឡូនេះគឺអត់គិតទាំងក្បាលអត់គិតទាំងពោះអីណាបងប្អូន1គីឡូហ្នឹងគឺគិតតែសាច់ទេហើយសម្រាប់ត្រីហ្នឹងគឺខ្ញុំយកវាមកវះជា2អញ្ចឹងដើម្បីឲ្យវាមានដោះកដាអញ្ចឹងទៅពេលដែលយើងយកទៅហាលគឺវាឆាប់ស្ងួតល្អបន្ទាប់ពីនឹងមកគឺយើងមកចាប់ផ្ដើមលាយគ្រឿងហ្មងសម្រាប់ទឹកត្រីខ្ញុំប្រើ2ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយដូចគ្នាអំបិលខ្ញុំដាក់1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេបន្ទាប់ពីនឹងមកគឺជាស្ករចំនួន4ស្លាបព្រាបាយហើយសម្រាប់ម្រេចគឺខ្ញុំដាក់1ស្លាបព្រាកាហ្វេចំពោះម្ទេសហុយនេះវិញបងប្អូនដាក់ក៏បានអត់ក៏បានឬក៏តិចច្រើនតាមចំណង់ចំណូលចិត្តអញ្ចឹងណាហើយចុងក្រោយគេនឹងគឺខ្ញុំបន្ថែមប្រេងឆាចំនួន1ស្លាបព្រាបាយសម្រាប់អាម្សៅនេះគឺម្សៅម្ទេសកូរ៉េបងប្អូនអានឹងដាក់ក៏បានអត់ក៏បានដែរយើងគ្រាន់តែដាក់យកពណ៌យកក្លិនរបស់វាទេអានេះដោយសារតែខ្ញុំមានស្រាប់អញ្ចឹងណាប៉ុន្តែបើអត់មានចឹងមិនដាក់ទេបងប្អូនយើងដាក់ចូលហើយកូរច្បល់វាឲ្យចូលជាសព្វល្អសិនមកចាំយើងដាក់ត្រីចូលហើយយើងប្រឡាក់ជាមួយគ្រឿងឲ្យវារៀងជាប់មួយគ្រឿងបន្តិចសិនមកពេលដែលយើងដាក់ត្រីចូលអស់ហើយចាំយើងច្របាច់ម្ដងមួយបងប្អូនសម្រាប់ត្រីគឺយើងអាចគ្រាន់តែច្បល់ដូចយើងប្រឡាក់សាច់ជ្រូកទេបើសាច់ជ្រូកសាច់គោអីចឹងទៅច្បល់ចូលឡើងគឺវាចូលជាតិហើយប៉ុន្តែត្រីតតែច្របាច់បងប្អូនច្របាច់ឲ្យបានគ្រប់ត្រីខ្ញុំច្របាច់2ដងច្របាច់ម្ដងហើយយើងច្របាច់សាឡើងវិញម្ដងទៀតមកព្រោះអីត្រីតែមិនស្រួលទេគឺស្អុយមកបងប្អូនបន្ទាប់ពីយើងប្រឡាក់វាចូលជាតិហើយគឺខ្ញុំផ្អាប់ទុកសិនអានេះខ្ញុំដាក់ក្នុងកតូហើយទុកក្នុងទូទឹកកកមួយយប់អានេះដោយសារតែខ្ញុំធ្វើពីល្ងាចហើយខ្ញុំទុកមួយយប់ព្រឹកស្អែកបានខ្ញុំយកទៅហាលប៉ុន្តែបើសិនជាបងប្អូនណាដែលប្រឡាក់ពេលព្រឹកអញ្ចឹងទៅអាចថាយើងទុកខ្ទង់2ម៉ោងឲ្យវាចូលជាតិសិនទៅយើងអាចយកទៅហាលបានហើយត្រីងៀតនឹងប្រឡាក់គឺត្រូវតែផ្អាប់ទុកបងប្អូនយើងអត់ប្រឡាក់ភ្លាមយកទៅហាលភ្លាមទេបើសិនជាយើងមានពេលតិចអាចថាទុក1ម៉ោង2ម៉ោងអីតាមនឹងទៅអានេះបន្ទាប់ពីខ្ញុំយកចេញពីទូទឹកកកគឺយើងយកវាមករៀបដាក់ហាលហើយសម្រាប់សាច់ត្រីវិញបងប្អូនគឺអត់ទន់ទេសាច់ត្រីគឺរឹងល្អមែនតើសម្រាប់ត្រីងៀតឬក៏ត្រីប្រឡាក់បើសិនជាសាច់ត្រីរាងទន់យើងស្ទាបទៅរាងផុងផុយអាហ្នឹងគឺដឹងតែស្អុយមកបងប្អូនហើយសម្រាប់ការហាលនេះគឺខ្ញុំហាលតែមួយថ្ងៃទេអានេះគឺវាអត់ក្រៀមខ្លាំងទេណាបងប្អូននេះគឺមិនល្មមប៉ុន្តែបើសិនជាបងប្អូនណាដែលចង់ឲ្យក្រៀមខ្លាំងជាងនឹងក៏បានដែរហើយសម្រាប់ត្រីងៀតអញ្ចឹងបងប្អូនកុំទុកយូរពេកយើងកុំធ្វើលក្ខណៈថាម្ដង5គីឡូឬក៏10គីឡូអីទុកញ៉ាំមកយូរអញ្ចឹងណាអត់ទេត្រីងៀតអញ្ចឹងទុកយូរពេកខ្សោះបងប្អូនបើសិនជាទុកដល់មួយខែអីចឹងទៅវាលែងសូវមានជាតិហើយអញ្ចឹងហើយយើងធ្វើមកល្មមញ៉ាំខ្ទង់មួយអាទិត្យឬក៏លើសនឹងតិចតួចអីទៅហើយសម្រាប់រសជាតិដែលខ្ញុំប្រឡាក់នេះបងប្អូនគឺមកត្រូវជាតិឆ្ងាញ់ហ្មងរសជាតិនេះរៀងដិតបន្តិចប្រៃក៏មិនល្មមផ្អែមក៏មិនល្មមអានេះញ៉ាំជាមួយបាយក៏ត្រូវញ៉ាំជាមួយបបរក៏ត្រូវដែរហើយបើថាក្លិនវិញគឺឡើងឈ្ងុយមកបងប្អូនវាមានក្លិនម្រេចរៀងប្រហើរហើយមានក្លិនម្ទេសក្នុងនឹងដែរប៉ុន្តែរសជាតិហឹរគឺអត់ហឹរខ្លាំងទេបងប្អូនហឹរហ្នឹងគឺហឹរមកល្មមញ៉ាំអញ្ចឹងណា